សួស្តីបងប្អូនទាំងអស់គ្នាចំពោះម្ចាស់ដៃរបស់យើងថ្ងៃនេះគឺជាចំណុចពិសេសនៅក្នុងដៃរបស់បងអូនស្រីម្នាក់ចំពោះចំណុចពិសេសនៅក្នុងដៃរបស់បងអូនស្រីគឺការទិញទ្រព្យនិងការរកលុយបានអញ្ចឹងបងប្អូនសង្កេតទៅមើលសញ្ញាត្រីកោណដែលយើងបានគូសដោយបង្ហាញនៅក្នុងរូបមានតូចមួយមានធំមួយបងប្អូនចំពោះសញ្ញាត្រីកោណមានទាំងអស់3មួយលេខ1លេខ2លេខ3នៅក្នុងរង្វង់ពណ៌កាជូបងប្អូនគឺជាសញ្ញាត្រីកោណដ៏ស្រស់ស្អាតបងប្អូនបងប្អូនពិនិត្យមើលគឺមានធំមានតូចបងប្អូនអញ្ចឹងចំពោះសញ្ញាត្រីកោណនេះគឺកើតឡើងពីខ្សែការងារដែលយើងអាចហៅថាខ្សែវាសនាហើយនឹងខ្សែអាជីវកម្មចំពោះខ្សែអាជីវកម្មគឺខ្សែរ៉ូស៊ីដែលយើងឃើញពណ៌លឿងទុំហើយចំពោះខ្សែការងារគឺយើងឃើញពណ៌ផ្ទៃមេឃបងប្អូនអញ្ចឹងចំពោះសញ្ញាត្រីកោណដែលយើងបានឃើញគឺសញ្ញាត្រីកោណតូចពណ៌ផ្ទៃមេឃនិងសញ្ញាត្រីកោណធំពណ៌លឿងចឹងតំណាងឲ្យទ្រព្យដីធ្លីបានពីការងារដោយកម្លាំងញើសឈាមរបស់គាត់ហើយក៏ជាឱកាសរកលុយបានធំតាមសញ្ញាត្រីកោណធំទៅតាមអាយុនៅក្នុងបាតដៃហើយសញ្ញាត្រីកោណតូចយើងបានផ្ទះដីធ្លីឬក៏ក្នុងឱកាសរកលុយបានតូចទៅតាមនឹងអញ្ចឹងជាចំណុចល្អនៅក្នុងដៃរបស់បងប្អូនស្រីម្នាក់អញ្ចឹងជាចំណុចល្អបងប្អូន